ជំរាបសួរក៏ដូចជាសួស្តីទៅកាន់ពុកម៉ែបងប្អូនប្រជាកសិករដែលចូលចិត្តឆ្លាញ់នៅវិស័យកសិកម្មនៅថ្ងៃនេះខ្ញុំបាននឹងថតសកម្មភាពមួយចំនួនតាក់ទងជាមួយនឹងការដែលបងប្រុសរបស់ខ្ញុំគាត់ចិញ្ចឹមកង្កែបដែលខ្ញុំបាទជាអ្នកជួយណែនាំឲ្យគាត់ចិញ្ចឹមបែបនេះពុកម៉ែបងប្អូនបាទអញ្ចឹងនៅថ្ងៃនេះខ្ញុំបាននឹងនាំពុកម៉ែបងប្អូនមកស្ដាប់អំពីអត្ថប្រយោជន៍ខ្លះៗនៃការចិញ្ចឹមកង្កែបបែបនេះជាលក្ខណៈគ្រួសារដែលការដែលយើងធ្វើបែបនេះគឺយើងមិនចំណាយច្រើននៅក្នុងការដែលយើងរកទិញចំណាយទៅលើការដែលទិញកូនឬក៏ទិញសម្ភារៈច្រើននោះទេក៏ប៉ុន្តែយើងចំណាយអស់តិចប៉ុន្តែយើងអាចចិញ្ចឹមបានពុកម៉ែបងប្អូនបាទសម្រាប់ពុកម៉ែបងប្អូនដែលចង់ចិញ្ចឹមជាលក្ខណៈគ្រួសារខ្ញុំគិតថាការធ្វើបែបនេះគឺវាល្អមួយយ៉ាងដែរពីព្រោះថាយើងចំណាយលុយតិចប៉ុន្តែយើងអាចចិញ្ចឹមបានហើយអ្វីដែលយើងចំណាយរៀងច្រើននោះគឺទៅលើតែកូនរង្កាមនោះទេហើយសម្រាប់តង់កៅស៊ូនេះគឺយើងចំណាយអស់តិចហើយស្បែកខាងនោះយើងទិញតែម្ដុំយើងប្រើប្រាស់បានហើយពុកម៉ែបងប្អូនបាទហើយសម្រាប់ចំណាយផ្សេងទៀតគឺដូចជាចំណីយើងត្រូវការទិញជាចាំបាច់ពុកម៉ែបងប្អូនបាទព្រោះថាយើងចិញ្ចឹមបើសិនជាយើងមិនប្រើចំណីទេគឺវាមិនងាយក្នុងការដែលធំធាត់នោះទេចំពោះការចិញ្ចឹមកង្កែបបែបនេះគឺធ្វើឲ្យកង្កែបរបស់យើងមានអារម្មណ៍ថាវារស់នៅដោយបែបធម្មជាតិដែលកាលណាតើវាមានអារម្មណ៍ថាវារស់នៅបែបធម្មជាតិដោយមានដីមានវាលស្មៅលេងចេះគឺកង្កែបរបស់យើងវារស់នៅដោយមានភាពស្នុកសុខស្រួលហើយវាមិនមានភាព stress នោះទេហើយកង្កែបរបស់យើងក៏មិនងាយរងនៅជំងឺដែរពុកម៉ែបងប្អូនបាទហើយមួយវិញទៀតគឺការដែលយើងយកសត្វកង្កែបនេះទៅធ្វើម្ហូបគឺយើងមានអារម្មណ៍ថាសត្វកង្កែបរបស់យើងគឺដូចជាកង្កែបស្រែអញ្ចឹងពុកម៉ែបងប្អូនបាទវាមិនផុយដូចជាកង្កែបដែលយើងចិញ្ចឹមដាក់នៅនឹងតង់នៅលើតែទឹកនោះទេហើយកង្កែបយើងអាចយកធ្វើជាម្ហូបបានជាច្រើនមុខដូចជាស្ងោរឬឆាចៀនឬក៏អាំងជាដើមពុកម៉ែបងប្អូនបាទសម្រាប់ខ្ញុំបាទសូមធ្វើការលើកទឹកចិត្តទៅកាន់ពុកម៉ែបងប្អូនដែលបានឃើញនឹងទស្សនាវីដេអូនេះហើយធ្វើការចិញ្ចឹមកង្កែបជាលក្ខណៈគ្រួសារនៅខាងក្រោយផ្ទះឬក៏គៀនផ្ទះដែលយើងមានទីធ្លាទូចល្មមយើងអាចធ្វើការដាក់ចិញ្ចឹមបានខ្ញុំសូមធ្វើការលើកទឹកចិត្តឲ្យពុកម៉ែចិញ្ចឹមពីព្រោះថាតើកាលណាដែលយើងចិញ្ចឹមបែបនេះគឺយើងនឹងហ៊ានហូបខ្លួនឯងណាពុកម៉ែបងប្អូនបាទហើយយើងកាត់បន្ថយនៅក្នុងការដែលយើងទិញបន្លែត្រីសាច់មកពីខាងក្រៅដែលយើងមិនដឹងប្រភពតាមព័ត៌មាននៅក្នុងក្រសួងសុខាភិបាលយើងឃើញថាអ្នកដែលកើតជំងឺមហារីកមកពីការបរិភោគអាហារបន្លែសាច់ដែលមានផ្ទុកដោយសារធាតុគីមីមានចំនួនច្រើនមែនទែនពុកម៉ែបងប្អូនបាទអញ្ចឹងបើសិនជាពុកម៉ែបងប្អូនបានទស្សនានៅវីដេអូរបស់ខ្ញុំដែលខ្ញុំបាននឹងថតបង្ហាញនេះហើយខ្ញុំជឿថាពុកម៉ែបងប្អូននឹងមានការចាប់អារម្មណ៍ចិញ្ចឹមដូចខ្ញុំដែរអញ្ចឹងបើសិនជាពុកម៉ែបងប្អូនមានចំណាប់អារម្មណ៍ពុកម៉ែបងប្អូនអាចទំនាក់ទំនងមកកាន់លេខទូរស័ព្ទរបស់ខ្ញុំ076 2094 583ឬក៏ពុកម៉ែបងប្អូនដែលនៅក្នុងឃុំឬក្នុងស្រុករបស់ពុកម៉ែបងប្អូនអាចទំនាក់ទំនងទៅកាន់មន្ត្រីកសិកម្មឃុំឲ្យពួកគាត់ជួយរកកូនរង្កាមសម្រាប់ឲ្យពុកម៉ែបងប្អូនចិញ្ចឹមបានពុកម៉ែបងប្អូនបាទព្រោះថានៅតាមឃុំស្រុកយើងនៅមួយឥឡូវគឺគេដាក់ពង្រាយនៅមន្ត្រីកសិកម្មឃុំអញ្ចឹងពុកម៉ែបងប្អូនអាចទំនាក់ទំនងទៅកាន់គាត់ឲ្យគាត់ជួយរកកូនរង្កាមសម្រាប់ពុកម៉ែបងប្អូនចិញ្ចឹមហើយវីដេអូរបស់ខ្ញុំក៏គ្មានអ្វីច្រើនទេមានតែពាក្យជូនពរឲ្យពុកម៉ែបងប្អូនរកស៊ីទទួលទានមានបាននិងសុខភាពល្អគ្រប់គ្នាសូមអរគុណសូមគោរពជម្រាបលា